រឿងក្តីអបសោកកាលពីព្រះអង្គម្ចាស់តូចនៅវ័យក្មេងពេលនោះព្រះអង្គគឺជាទីស្រឡាញ់របស់ព្រះបិតានិងព្រះមាតាព្រមទាំងប្រជារាស្ត្រជាខ្លាំងទើបនរណាក៏យល់ឃើញថាព្រះអង្គម្ចាស់តូចគឺជាក្មេងដែលមានក្តីសុខបំផុតនៅលើលោកនេះព្រោះទ្រង់មានអ្វីៗគ្រប់យ៉ាងគ្មានខ្វះចន្លោះអ្វីឡើយតែព្រះអង្គម្ចាស់តូចផ្ទាល់បែរជាលួចយំតែម្នាក់ឯងជាញឹកញាប់ព្រះច័ន្ទឃើញដូច្នេះចម្លែកនៅក្នុងចិត្តជាខ្លាំងទើបសួរទៅព្រះអង្គម្ចាស់តូចនារាត្រីមួយថាតែរាជបុត្រតូចតើហេតុអ្វីបានជាទ្រង់ព្រះកន្សែងដូច្នេះមាននរណាធ្វើអីឲ្យព្រះអង្គមិនសប្បាយព្រះតីឬព្រះច័ន្ទសួរបន្តហេតុអ្វីបានជាអបសោកបើទ្រង់មានទាំងព្រះមាតាព្រះបិតាមេដទាហាននិងមនុស្សជាច្រើននៅចាំបម្រើទៅហើយនោះគ្រប់គ្នាគ្មានពេលសម្រាប់ខ្ញុំទេព្រះបិតានិងព្រះមាតារវល់ពីរឿងស្រោចស្រង់ប្រទេសជាតិដែលត្រូវបណ្ដាសាដើម្បីឲ្យត្រឡប់មកសបោសប្បាយដូចមុនវិញចំណែកអ្នកផ្សេងទៀតត្រូវជួយការងារព្រះបិតានិងព្រះមាតាទាំងអស់ព្រះរាជបុត្រតូចយំរៀបរាប់គ្រប់គ្នាទុកខ្ញុំឲ្យនៅម្នាក់ឯងគ្មាននរណាចាប់អារម្មណ៍នឹងត្រូវការខ្ញុំទៀតទេខ្ញុំអបសោកខ្លាំងណាស់ព្រះអង្គម្ចាស់តូចទ្រង់ព្រះកន្សែងបណ្ដារៀបរាប់ប្រាប់ព្រះច័ន្ទបណ្ដាព្រះអង្គម្ចាស់តូចយល់ច្រឡំទេដឹងព្រះច័ន្ទញញឹមប្រាប់ទៅព្រះរាជកុមារឲ្យសម្លឹងចេញទៅខាងក្រៅបង្អួចនោះផ្កាក្នុងសួនកំពុងតែបង្ហាញរាងឲ្យព្រះអង្គតតនៅឯនេះចង្រិតកំពុងតែខិតខំបញ្ចេញសម្លេងយ៉ាងពីរោះឲ្យទ្រង់ស្ដាប់នៅឯនេះបន្តិចទឹកកំពុងតែហូរធ្វើជាប្រយោជន៍ឲ្យដល់ព្រះរាជបុត្រនិងប្រជារាស្ត្ររបស់ព្រះអង្គចំណែកខាងនេះអំពិលអំពែកំពុងតែបញ្ចេញពន្លឺដើម្បីកុំឲ្យព្រះរាជបុត្រអបសោកហើយនៅជាប់នឹងព្រះកាយព្រះអង្គតែម្ដងខ្យល់កំពុងតែបក់មកដើម្បីឲ្យព្រះអង្គបន្ថយភាពក្តៅស្អកតាមពិតទៅព្រះរាជបុត្រមានមិត្តច្រើនដល់ម្លឹងហេតុអ្វីព្រះអង្គនៅតែមានអារម្មណ៍អបសោកទៀតអញ្ចឹងឬមួយក៏ព្រះរាជបុត្រមិនដឹងទេថាវត្ថុគ្រប់យ៉ាងនៅលើលោកនេះសុទ្ធតែជាមិត្តនឹងគ្នានោះព្រះច័ន្ទបានលើកជាសំណួរឯព្រះអង្គម្ចាស់តូចធ្វើព្រះភ័ក្ត្រដូចជាមិនយល់ព្រះច័ន្ទបន្តសម្ដីតទៅទៀតគ្រប់យ៉ាងនៅលើលោកនេះគឺកាត់មកដើម្បីជួយគ្នានិងពឹងពាក់គ្នាទៅវិញទៅមកដូចជាដើមឈើត្រូវពឹងទឹកភ្លៀងដើម្បីរស់ឯទឹកក៏ត្រូវពឹងដើមឈើដើម្បីបង្កើតជាភ្លៀងដីក៏ត្រូវពឹងពាក់ដើមឈើនិងសត្វដើម្បីកើតជាជីហើយសត្វនិងដើមឈើក៏ត្រូវពឹងដីជាកន្លែងស្នាក់អាស្រ័យវិញដែរដូច្នេះគ្រប់គ្នាសុទ្ធតែជាមិត្តនឹងគ្នានៅចាំមើលតែថែរក្សាគ្នាទៅវិញទៅមកមិនថាធំតូចទាបខ្ពស់ប៉ុណ្ណានោះទេសូម្បីតែកៅអីក៏ជាមិត្តជិតស្និទ្ធរបស់ព្រះអង្គដែរវាមិនដែលរត់គេចទៅណាមិនដែលរអ៊ូអ្វីទាំងអស់ប៉ុណ្ណឹងហើយព្រះរាជបុត្រនៅគិតថាទ្រង់គ្មានមិត្តយ៉ាងម៉េចនឹងកើតទៅក្រាបទូលពិតមែនហើយខ្ញុំមិនដែលសង្កេតមើលអ្វីនៅជុំវិញខ្លួនថាពួកគេជាមិត្តតតែសោះព្រះច័ន្ទនិយាយទាំងទន់ភ្លន់ទៅរកព្រះរាជបុត្រគ្រាន់តែព្រះរាជបុត្រសាកក្រឡេកមើលទៅជុំវិញខ្លួនព្រះអង្គនឹងបានជួបមិត្តភក្តិជាច្រើនមិត្តដែលមានទាំងសុខនិងទុក្ខដូចគ្នានឹងព្រះរាជបុត្រដែរអ្នកខ្លះប្រហែលជាកំពុងតែមានទុក្ខព្រួយខ្លាំងជាងព្រះរាជបុត្រទៅទៀតផងក៏មិនដឹងព្រះច័ន្ទព្យាយាមពន្យល់ព្រះរាជកុមារតទៅទៀតព្រះអង្គម្ចាស់បើថ្ងៃណាដែលទ្រង់មានអារម្មណ៍អបសោកចូលចងចាំថាទ្រង់មិនមែននៅតែម្នាក់ឯងនៅលើលោកនេះទេមិនមែនមានតែទុកតែមួយអង្គឯងទេមិនមែនជួបប្រទះរឿងអាក្រក់តែមួយអង្គឯងនោះដែរចូលចាំថាគ្មាននរណាម្នាក់រស់នៅឯកាទេនៅលើលោកនេះគ្រប់យ៉ាងគឺត្រូវការពឹងគ្នាត្រូវមានសម្ព័ន្ធភាពនឹងគ្នាជានិច្ចបើមិនអញ្ចឹងគឺអញ្ចេះដែលទៅអាចរស់នៅជាមួយគ្នាបានដូចជាសម្លៀកបំពាក់ដែលព្រះរាជបុត្រពាក់ត្រូវពឹងជាងដើម្បីកាត់ជាងកាត់សម្លៀកបំពាក់ត្រូវពឹងបាយអង្គដែលកសិករដាំដុះកសិករត្រូវពឹងឧបករណ៍ក្នុងការធ្វើស្រែចម្ការអ្នកផលិតឧបករណ៍ធ្វើស្រែចម្ការក៏ត្រូវពឹងការហូបបាយក៏ត្រូវពឹងការស្លៀកពាក់ហើយទាំងកសិករទាំងជាងកាត់សម្លៀកបំពាក់ដែលលក់ឧបករណ៍ធ្វើស្រែចម្ការក៏ត្រូវពឹងលើព្រះរាជាអ្នកការពារគ្រប់គ្រងឲ្យរស់នៅបានសុខសាន្តឯព្រះរាជាក៏ត្រូវពឹងលើព្រះរាជបុត្រតូចក្នុងការបង្កើតនូវសេចក្តីសុខថ្វាយទ្រង់ដែរដូច្នេះគេមិនអាចនិយាយបានថាយើងគ្មានមិត្តនោះទេព្រោះគ្រប់វត្ថុទាំងអស់កើតមកលើលោកនេះសុទ្ធតែត្រូវការពឹងគ្នាទៅវិញទៅមកនោះទើបយើងមានមិត្តរួមសុខរួមទុក្ខជាមួយនឹងគ្នានឹងណាព្រះអង្គខ្ញុំនឹងចងចាំព្រះអង្គម្ចាស់តូចស្ដាប់តាមដោយប្រែជាញញឹមសួស្ដីដំថ្មសួស្ដីផ្កាសួស្ដីអំពើអំពែកសួស្ដីកៅអីសួស្ដីក្រែសួស្ដីគ្រប់គ្នាយើងជាមិត្តនឹងគ្នាណាយើងនឹងមើលថែគ្នាឲ្យបានល្អខ្ញុំសន្យាថានឹងមើលថែគ្រប់គ្នាឲ្យបានល្អបំផុត
ព្រះអម្ចាស់តូចនិយាយស្វាគមន៍ព្រមទាំងលោតលេងចុះឡើងប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុតសម្រាប់គតិអប់រំក្នុងរឿងនេះរាល់វត្ថុនៅលើលោកនេះសុទ្ធតែត្រូវពឹងពាក់ពំនាក់អាស្រ័យគ្នាគ្មាននរណានៅតែម្នាក់ឯងហើយក៏គ្មាននរណាដែលមិនសំខាន់នោះដែរ